បន្តពីខ្ញុំបាទហាន់ជាមួយនឹងសាច់គោយើងហើយអីបាទខ្ញុំចាប់ផ្ដើមបាទហាន់ជាមួយនឹងចេកខ្ចីយើងម្ដងសម្រាប់មុខម្ហូបមួយមុខនេះវាប្រកាសជាប្លែកអីបងប្អូនយើងទាំងអស់គ្នាសម្រាប់បងប្អូនយើងទាំងអស់គ្នាដែលគាត់ចូលចិត្តបាទហូបជាមួយនឹងជាក់ហ្នឹងហើយអាចសាក់ធ្វើនៅមុខម្ហូបបាទមួយមុខនេះហូបខ្លួនឯងបានហ្នឹងហើយបើសិនជាមានបាទរសជាតិបែបម៉េចបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយខមមិននៅក្រោមវីដេអូនេះម្នាក់មួយផងសម្រាប់ចេកខ្ចីដែរបងប្អូនយើងទាំងអស់គ្នាបាទហាន់ជីកង់ដូចខ្ញុំចឹងទៅបាទយើងយកទៅត្រាំជាមួយនឹងតកណាបងប្អូនទាំងអស់គ្នាបាទទី1បាទឲ្យចេកយើងហ្នឹងបាទវាកាន់តែស្រួយក៏ជាបាទរឹងល្អហើយអ្វីដែលសំខាន់បាទពេលដែលយើងត្រាំជាមួយនឹងតកហ្នឹងបាទវាធ្វើឲ្យចេកខ្ចីយើងហ្នឹងបាទវាអត់សូវជាប់បងប្អូនទាំងអស់គ្នាតពីខ្ញុំបាទហាន់ជាមួយនឹងចេកខ្ចីហើយខ្ញុំចាប់ផ្ដើមបាទហាន់ជាមួយនឹងគល់លក្រៃលក្រូចក៏ដូចជាបាទខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសបងប្អូនទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីខ្ញុំបាទហាន់គ្រឿងហើយខ្ញុំចាប់ផ្ដើមមកបុកជាមួយនឹងម្ទេសហើយនឹងខ្ទឹមបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបមួយមុខនេះបាទយើងផ្ដោតសំខាន់បាទទៅលើការហឹលបន្តិចឲ្យបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនសូវនឹងចេះហឹលអាចនឹងរៀងបាទពិបាកបន្តិចបាទនៅក្នុងការហូបបាទមុខម្ហូបមួយមុខនេះតែបើសិនជាចេះហឹលខ្ញុំធានាថាឆ្ងាញ់ហើយនេះដែរយើងចាប់ផ្ដើមបាទដាក់ជាមួយនឹងទឹកត្រីបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំដាក់ទឹកត្រីហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប៊ីចេងក៏ដូចជាបាទស្ករសណាពុកម៉ែបងប្អូនយើងទាំងអស់គ្នាហើយនេះដែរបាទយើងចាប់ផ្ដើមបាទច្បាច់ជាមួយនឹងក្រូចឆ្មាយើងចូលមកសម្រាប់បាទរសជាតិដែរបងប្អូនយើងទាំងអស់គ្នាអាចភ្លក់ទៅហើយយើងដាក់ទៅតាមចំណង់ចំណូលចិត្តខ្លួនឯងបានយើងហូបជូរខ្លាំងបាទហឹលខ្លាំងផ្អែមខ្លាំងឬមួយបាទរសជាតិបែបម៉េចបងប្អូនយើងទាំងអស់គ្នាបាទត្រូវទៅតាមចំណង់ចំណូលចិត្តយើងទៅតែសម្រាប់ខ្ញុំបាទខ្ញុំហូបរៀងជូរហឹលណាបាទបន្ទាប់ពីខ្ញុំបាទភ្លក់ទៅបាទឃើញថាបាទវាល្មមល្អហើយខ្ញុំចាប់ផ្ដើមមកចាក់ជាមួយនឹងគ្រឿងដែលយើងបានហាន់មិញចូលមកបងប្អូនទាំងអស់គ្នាហើយសម្រាប់បាទរសជាតិបាទម្ហូបមួយមុខនេះខ្ញុំធានាថាប្លែកហើយឆ្ងាញ់ជាតិពុកម៉ែបងប្អូនទាំងអស់គ្នាអាចសាក់ធ្វើហូបខ្លួនឯងបានហ្នឹងហើយតពីខ្ញុំបាទលាយគ្រឿងបាទល្មមល្អហើយអស់ហើយយើងចាប់ផ្ដើមបាទស្រុះសាច់គោយើងបាទជាមួយនឹងទឹកក្តៅណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងស្រុះឲ្យសាច់គោយើងបាទឆ្អិនមួយខាងបាទនៅឆៅមួយខាងបងប្អូនទាំងអស់គ្នានិយាយពីថាហូបទៅខ្ញុំធានាថាវាប្រកាសជាឆ្ងាញ់ប្លែកណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់មុខម្ហូបបាទមួយមុខនេះបន្ទាប់មកបាទយើងចាប់ផ្ដើមបាទដាក់ជាមួយនឹងចេកខ្ចីក៏ដូចជាបាទដាក់ជាមួយនឹងគ្រឿងដែលយើងបានលាយមិញបងប្អូនទាំងអស់គ្នាបាទយើងអាចភ្លក់ទៅតាមចំណង់ចំណូលចិត្តយើងបានតែសម្រាប់ខ្ញុំបាទប៉ុណ្្នេះគឺថាពេញឆ្ងាញ់ហើយបងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីខ្ញុំលាយហើយគឺ